មនុស្សភាគច្រើនគិតថាបេះដូងគឺជាផ្នែកតែមួយគត់ដែលទទួលខុសត្រូវចំពោះលំហូរឈាម ប៉ុន្តែនោះវាគ្រាន់តែជាពាក់កណ្ដាលនៃរឿងតែប៉ុណ្ណោះបងប្អូនមានស្នប់ទី2វានៅក្នុងជើងរបស់យើងនោះគឺកពួនជើងហើយនិងសាច់ដុំវាកត្រាក់រាល់ពេលវេលាដែលយើងដើរសម្រើកខ្លួនក្រោកឈរលើកម្រាមជើងបត់បែនកជើងជាដើមការកត្រាក់នេះបង្ខំឈាមឡើងទៅលើដើម្បីទប់ទល់នឹងទម្ងន់ខ្លួនរបស់យើងនេះត្រូវបានគេហៅថាស្នប់សាច់ដុំកពួនជើងវាបញ្ជូនឈាមពីជើងរបស់យើងត្រឡប់ទៅបេះដូងរបស់យើងវិញវារក្សាសរសៃឈាមរបស់យើងឲ្យមានសុខភាពល្អហើយនឹងការគ្រប់គ្រងដល់សុខភាពបេះដូងរបស់យើងបើសិនបើកពួនជើងរបស់យើងមិនធ្វើចលនាញឹកញាប់ទេឈាមនឹងប្រមូលផ្ដុំនៅក្នុងជើងរបស់យើងនេះវាអាចនាំឲ្យយើងមានបញ្ហាហើមជើងអស់កម្លាំងនិងធ្ងន់ជើងមានកំណកឈាមក្នុងសរសៃវ៉ែននិងអាចមានការខូចខាតសរសៃឈាមក្នុងរយៈពេលវែងហើយដែលបានជាវាត្រូវបានគេហៅថាជាបេះដូងទី2ពីព្រោះវាអនុវត្តមុខងាររុញឈាមដូចជាបេះដូងរបស់យើងដែរមុខងារនេះគឺវាជួយដល់បេះដូងរបស់យើងឲ្យធ្វើការតិចជាងមុនអ្នកដែលមានបញ្ហាសម្ពាធឈាមភាគច្រើនគឺអ្នកដែលអង្គុយធ្វើការយូរអ្នកដែលមានចលនាតិចអ្នកឈរធ្វើការយូរម៉ោងឬមួយតាមរថយន្តយូរម៉ោងរាល់ថ្ងៃបងប្អូនគ្នាអាចសាកល្បងព្យាយាមធ្វើចលនាសាមញ្ញៗដូចជាលើកម្រាមជើងធ្វើចលនាកជើងឆ្លៀតដើរជារៀងរាល់ម៉ោងហើយលាតសន្ធឹងកពួនជើងទាំងអស់នេះរក្សាកពួនជើងឲ្យរឹងមាំហើយនឹងមានសកម្មភាពបងប្អូនអាចព្យាយាមហ្វឹកហាត់សម្រាប់សាច់ដុំកពួនជើងការហ្វឹកហាត់នេះមិនមែនគ្រាន់តែមើលទៅកពួនជើងស្អាតតែប៉ុណ្្នឹងទេគឺសម្រាប់ជួយដល់សុខភាពចរន្តឈាមហើយនឹងគ្រប់គ្រងដល់សុខភាពបេះដូងរបស់យើងផងដែរការធ្វើឲ្យខ្លួនឯងមានសកម្មភាពឬក៏មានចលនាច្រើនគឺល្អមែនទែនសម្រាប់យើងទាំងអស់គ្នា